សូមស្វាគមន៍មកកាន់ Noli for You TOTOS សូមជួយចុច like និង subscribe តើសត្វមួយណាដែលធំជាងគេចម្លើយដែលត្រឹមត្រូវគឺត្រីបាឡានខៀវត្រីបាឡានខៀវដែលធំជាងគេមានទម្ងន់200តោនហើយមានប្រវែង181ម៉ែត្រតើសត្វមួយណាដែលដេកយូរជាងគេចម្លើយដែលត្រឹមត្រូវគឺសត្វកូអាឡាសត្វកូអាឡាវាដេកពី20ទៅ22ម៉ោងក្នុងមួយថ្ងៃហើយវាចូលចិត្តស៊ីស្លឹកព្រីងខ្យល់ជាអាហារចំណែកឯសត្វស្លូតវិញគ្រាន់បើជាងកូអាឡាបន្តិចព្រោះវាដេកត្រឹមតែ20ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃនៅក្នុងវិញ្ញាសាបាញ់ព្រួញកីឡាអូឡ িম্প ិកតើចំណុចកណ្ដាលនៃគោលដៅមានពណ៌អ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកពណ៌មាសតើប៊ីមួយហ៊ូមានប៉ុន្មានសន្លឹកចម្លើយដែលត្រឹមត្រូវគឺចម្លើយខ52សន្លឹកតើភាសាអ្វីដែលមានមនុស្សនិយាយច្រើនបំផុតក្នុងពិភពលោកចម្លើយដែលត្រឹមត្រូវគឺចម្លើយកភាសាចិនតើសត្វមួយណាដែលគេហៅឈ្មោះថាសត្វឈាមត្រជាក់ចម្លើយដែលត្រឹមត្រូវគឺចម្លើយខសត្វពស់តើទ្វីបអ្វីដែលធំជាងគេចម្លើយដែលត្រឹមត្រូវគឺចម្លើយខទ្វីបអាស៊ីតើ1លានមាន0ចំនួនប៉ុន្មានចម្លើយដែលត្រឹមត្រូវគឺចម្លើយក6តើភ្នំអេវរ៉េសមានកម្ពស់ប៉ុន្មានចម្លើយដែលត្រឹមត្រូវគឺចម្លើយក8850ម៉ែត្រភ្នំអេវរ៉េសបានកើនកម្ពស់ពី2ទៅ3មីលីម៉ែត្រជារៀងរាល់ឆ្នាំតើឈ្មោះដើមរបស់ភ្នំអេវរ៉េសមានឈ្មោះអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយកឈូម៉ូឡាំងម៉ាភ្នំឈូម៉ូឡាំងម៉ាបានកើនប្រហែល50លានឆ្នាំមកហើយប្រជាជនទីបេបានចាត់ទុកភ្នំឈូម៉ូឡាំងម៉ាជាកន្លែងដ៏ពិសិដ្ឋហើយគ្មាននរណាម្នាក់ធ្លាប់គិតអំពីការឡើងភ្នំមួយនេះទេប៉ុន្តែនៅឆ្នាំ1841ជនជាតិអង់គ្លេសគឺលោក Sir George Everest បានឡើងលើភ្នំនេះហើយបន្ទាប់មកក្នុងឆ្នាំ1856វាត្រូវបានប្រកាសថាជាភ្នំដែលខ្ពស់បំផុតក្នុងលោកហើយនៅក្នុងឆ្នាំ1865ភ្នំនេះត្រូវបានប្តូរឈ្មោះទៅជា Everest តាមឈ្មោះរបស់លោក Sir George Everest តើវត្ថុធាតុដែលចម្លែកបំផុតក្នុងវិទ្យាសាស្ត្រជាអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយ C ទឹកជាវត្ថុរាវមួយប្រភេទគត់ក្នុងធម្មជាតិដែលទទួលបានទាំងវត្ថុរាវវត្ថុរឹងនិងឧស្ម័នក្នុងពេលតែមួយវត្ថុភាគច្រើនរួញខ្លួនពេលប៉ះនឹងភាពត្រជាក់ពេលទឹកមានសីតុណ្ហភាពទាបជាង4អង្សាសេវានឹងចាប់ផ្ដើមពង្រីកខ្លួននិងស្រាលជាងមុនដើម្បីធ្វើឲ្យទឹកក្តៅគេត្រូវប្រើថាមពលច្រើនជាងការធ្វើឲ្យដែកក្តៅចំនួន10ដងទឹកពិបាកបង្ហាប់ជាងពេជ្រដល់ទៅ3ដងឯទឹកដែលបាញ់ក្នុងល្បឿនលឿនគឺរឹងប្រហាក់ប្រហែលនឹងបេតុងដែរតើសត្វប្រភេទណាដែលយល់សប្តិច្រើនបំផុត
ចម្លើយដែលត្រឹមត្រូវគឺចម្លើយ C សត្វកំពីងដូងតើថនិកសត្វប្រភេទណាដែលកាចបំផុតលើលោកចម្លើយដែលត្រឹមត្រូវគឺចម្លើយ A Honey Badger នៅក្នុងសៀវភៅ Guinness បានលើកឡើងថា Honey Badger ជាសត្វដែលឆ្កួតលីលីបំផុតនៅក្នុងលោកវាមានស្បែកយាធ្វើឲ្យសត្រូវពិបាកយកឈ្នះបើសង្គ្រោះវាពីក្រោយវានឹងក្រឡាច់ខ្លួនវាប្រហារតបតវិញវាធ្លាប់តស៊ូឬសម្លាប់តាវខ្លាក្រពើអណ្ដើកកាំប្រមានិងខ្លាឃ្មុំវាចូលចិត្តស៊ីពស់មានពិសជាអាហារពេលខ្លះវាស៊ីគ្នាវាផងដែរមានដំណើរថាការវាប្រហាររបស់វាតែងតែតម្រង់រកចំណុចខ្សោយខាងក្រោមខ្សែក្រវ៉ាត់ពេលវង្វេងផ្លូវតើយើងដើរជារៀងអ្វីចម្លើយដែលត្រឹមត្រូវគឺចម្លើយ B ជារៀងរង្វង់អរគុណសម្រាប់ការតាមដានទស្សនាសូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀត